5សកម្មភាពអនុវត្តរៀបចូលគេងដើម្បីទទួលបាននៅសេចក្តីប្រាថ្នាលឿនចាសួស្តីអ្នកនរគ្នាថ្ងៃនេះគឺមកចែករំលែកអ្នកនរគ្នាទៀតហើយចាតកតូនទៅនឹងសកម្មភាពដែលយើងធ្វើមុនពេលគេងចាអញ្ចឹងដោយសារតែចូលឆ្នាំនេះគឺជាចាថ្ងៃដែលពិសេសមែនតើដែលយើងទទួលបាននៅធម្មពលចាព្រះច័ន្ទពណ៌ផ្កាឈូកចាក៏ដូចជាចាទេវតាយាងចុះមកថែរក្សាដែនចម្ពោះទ្វីបរបស់យើងចាអញ្ចឹងគឺជាឆ្នាំដ៏ពិសេសអ្នកនរគ្នាចាអញ្ចឹងធម្មពលនៃការដំណើរការរបស់ចក្រវាឡជាមួយនៅរលកសញ្ញារបស់យើងគឺមានកម្រិតចាខ្ពស់ចាហើយជាយុគ9ទៀតអ្នកនរគ្នាទទួលបាននៅធម្មពលដ៏ស័ក្តិសិទ្ធិចាដ៏ប្រកែអញ្ចឹងគឺយើងត្រូវធ្វើអីសម្រាប់ chosen one ជាពិសេសទី1ណាអ្នកដែលចក្រវាឡជ្រើសរើសចាអ្នកដែលមានបាតដៃអឹមអ្នកដែលមានខ្សែហាមូអ្នកដែលមានព្រះនេត្រព្រះឬក៏អ្នកដែលអនុវត្តនៅច្បាប់ស្រូបទាញចាអ្នកដែលចិត្តវិញ្ញាណក៏ក្រៅកាអញ្ចឹងសម្រាប់អ្នកហ្នឹងគឺពិសេសហើយគេដឹងថាធ្វើហើយក៏ប៉ុន្តែអ្នកដែលបងប្អូនយើងដែលអត់តន់យល់នៅឡើយក៏ធ្វើទៅតាមវីដេអូនេះគឺมันជាបញ្ហាទេគឺយើងយល់ងាយទេគឺប្រតិបត្តិទៅអ្នកនរគ្នានឹងចម្រុងចម្រើនក្តីប្រាថ្នារបស់យើងនឹងប៊ូមចូលមកក្នុងជីវិតរបស់យើងក្រោយចូលឆ្នាំហើយចាអញ្ចឹងអរគុណច្រើនអ្នកនរគ្នាចាអញ្ចឹងយើងមុនទៅជែកគ្នាគឺបងប្អូនថ្មីកុំភ្លេចចុច Subscribe Channel របស់ខ្ញុំឬក៏ចុចពាក្យថាជាវចានៅប៊ូតុងចាក្រហមខាងក្រោមហ្នឹងចាអរគុណអ្នកនរគ្នាដែលបានធ្វើការគាំទ្រចឹងយើងទៅចែកគ្នាថាតា5សកម្មភាពចាជាជំហានដែលយើងត្រូវអនុវត្តមុនចូលគេងនោះមានអ្វីខ្លះចាអញ្ចឹងជំហានទី1គឺតកតងទៅនឹងការដែលយើងសមាធិចាអញ្ចឹងយើងមុនគេងអ្នកនរគ្នាត្រូវតែចាទុកទូរស័ព្ទចោលទៅចារយៈពេលមុនគេងចា1ម៉ោងគឺយើងមើលអីរួចមើលវីដេអូអ្នកគ្រូរួចហើយកុំមើលទៀតចាកុំមើលទៀតណាគឺយើងយកពេលហ្នឹងមក meditation ចាអញ្ចឹងយើងរៀបចូលគេងគឺរួចរាល់ហើយកិច្ចការយើងកូនចៅទុកដាក់អីរួចអស់ហើយលុយក៏រាប់រួចហើយដែរចាឬមួយក៏មហូបអាហារអីយើងត្រៀមមកការរួចរាល់ចឹងគឺយើងយកមកនាទី1ម៉ោងចុងក្រោយរៀបគេងចាតែអ្នកគ្រូ1ម៉ោងអីក៏យូរម្លេះចាខ្ញុំអត់មានពេលទេកន្លះម៉ោងក៏បានដែរចាអញ្ចឹងយើងក៏ធ្វើការសមាធិណាចាអញ្ចឹងអ្នកនរគ្នាអាចអនុវត្តនៅលើគ្រែគេងក៏បានអ្នកនរគ្នាអនុវត្តនៅកម្រាលឥដ្ឋក៏បានដោយការសមាធិធ្វើចិត្តឲ្យស្ងប់ចាធ្វើការដកដង្ហើមចូលវែងចេញវែងចាអញ្ចឹងសម្រាប់អ្នកដែលវឹកហាត់សមាធិដំបូងគឺអាចសមាធិនៅមន្ត្រាផ្សេងចាសិស្ស VIP ចាសិស្ស VIP គឺមានមន្ត្រាផងចាមានគេហៅថាសមាធិ Alpha ផងចាមានសមាធិ technique សំខាន់ទៀតចាចឹងបងប្អូនណាដែលមិនចូល VIP បងប្អូនកំពុងតែមើលនៅទីនេះគឺយើងគ្រាន់តែផ្ដោតអារម្មណ៍របស់យើងទៅនឹងចលនាដង្ហើមចូលហើយនឹងចេញចាចឹងយើងផ្ដោតតែប៉ុណ្្នឹងទៅចាឲ្យចិត្តរបស់យើងស្ងប់ចាមិនបាច់ចាំបាច់គិតអ្វីគិតតែលើតែខ្យល់ដង្ហើមប្រសិនបើយើងកំពុងតែរាចាទៅរការគិតអីផ្សេងបើយើងដឹងខ្លួនយើងក៏បទាញចិត្តរបស់យើងមកចលនាខ្យល់ដង្ហើមវិញដោយសន្សឹមដោយកុំបខំដោយកុំអន្ទះសាចាអញ្ចឹងពេលដែលយើងហ្វឹកហាត់បែបនេះជារឿយយើងនឹងធ្វើឲ្យចិត្តរបស់យើងអាចស្ងប់បានចាយើងប្រមូលផ្ដុំធម៌ពលពីខាងក្នុងព្រោះថាធម៌ពលនៃសេចក្តីស្ងប់នឹងធ្វើឲ្យយើងមានកម្លាំងរំញ័រព្រៃកង់ខ្ពស់ហើយខួរក្បាលរបស់យើងត្រូវបានសម្រាកបានន័យថាបិទមុននឹងបង្កើតរឿងដែលថ្មីតោះមកចូលដល់ជំហានទី2អ្នកទាំងគ្នាអនុវត្តនៅការ reshoot គឺការដឹងគុណចាចឹងអ្នកនរគ្នាអនុវត្តនៅការដឹងគុណដោយយកដៃរបស់យើងមកដាក់នៅបេះដូងចាដើមទ្រូងរបស់យើងទាំងពីរដើម្បីឲ្យចាដៃរបស់យើងចាស្ដាប់ទៅដល់បេះដូងរបស់យើងដែលកំពុងតែលូតអ្នកនរគ្នាអនុវត្តនៅការដឹងគុណនេះឲ្យបានជ្រាលជ្រៅគឺធ្វើឲ្យបេះដូងរបស់យើងលូតចេញកាន់តែមានសភាពខ្លាំងចាអញ្ចឹងការដឹងគុណឲ្យចេញពីបេះដូងឲ្យជ្រាលជ្រៅពីបេះដូងនេះគឺជាការសាងចានៅសេចក្តីប្រាថ្នារបស់យើងចាដែលយើងធ្លាប់ទទួលបាននឹងឲ្យចូលមកកាន់ជីវិតរបស់យើងបន្ថែមទៀតកាន់តែមានល្បឿនលឿនអញ្ចឹងយើងដឹងគុណនៅអ្វីដែលយើងទទួលបានពេញមួយឆ្នាំចាដែលតិចតួចក៏ដោយច្រើនក៏ដោយឲ្យតែអ្នកនរគ្នាចាំបានថាអ្នកនរគ្នាទទួលបាននៅអ្វីខ្លះនោះអ្នកនរគ្នានឹងទទួលបានរឿងល្អចូលមកឆ្នាំថ្មីនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ចាអញ្ចឹងការអនុវត្តនៃការដឹងគុណគ្រប់អ្វីចានៅក្នុងចិត្តរបស់យើងក្នុងបេះដូងរបស់យើងអ្នកនរគ្នាអនុវត្តចំនួន5នាទីដែរចាដែលធ្វើឲ្យអ្នកនរគ្នារឹតតែមានធម៌ពលស្រោបនៅសេចក្តីប្រាថ្នាសម្រាប់ឆ្នាំថ្មីនោះមានល្បឿនលឿនបន្ទាប់មកចូលជំហានទី3ចាជំហានទី3គឺអ្នកនរគ្នាអនុវត្តនៅការសរសេរគោលដៅនៃសេចក្តីប្រាថ្នាចា
ចឹងពេលខ្លះអ្នកខ្លះគឺចាប់ផ្ដើមទៅសេគោលដៅនៃសេចក្តីប្រាថ្នាដែរក៏ថាខ្ញុំអត់បានផលទេអ្នកគ្រូចាសរសេរដែរគឺមិនបានដោយសារតែការសរសេររបស់យើងគឺមិនបានដោតទៅលើទីតាំងដែលស្ងប់ស្ងាត់ចាចិត្តរបស់យើងអត់ស្ងប់ចិត្តរបស់យើងកំពុងតែខឹងសបាពីខាងក្រៅខ្ញុំដល់មកទៅសេផែនការមិនចេញចាទៅសេគោលដៅក៏វាមិនដំណើរការអញ្ចឹងអ្នកទាំងគ្នាអនុវត្តនៅសេចក្តីស្ងប់ការ reshoot គឺធ្វើឲ្យបេះដូងរបស់យើងក៏ត្រាក់ទៅដោយការដឹងគុណចាប់ផ្ដើមទៅសេនៅគោលដៅថ្មីដើម្បីកំងចក្រវាលចាអញ្ចឹងយើងទៅសេទៅគោលដៅរបស់យើងសម្រាប់ឆ្នាំថ្មីមានអ្វីខ្លះគឺយើងទៅសេមកចាគោលដៅធំគោលដៅតូចចាឬមួយក៏យើងធ្វើ mind map គឺផែនទីផ្នត់គំនិតចាអញ្ចឹងពេលដែលអ្នកទាំងគ្នាអនុវត្តនៅការកត់ត្រាគូសវាសគឺរឹតតែធ្វើឲ្យធម៌ពលរបស់យើងផ្ដោតទៅរករឿងនឹងចាហើយទ្រឹស្ដីផែនការគេនិយាយថាបើសិនជាយើងមានផែនការនៅក្នុងដៃស្មើនឹងបានសម្រេច 50% ចាអញ្ចឹងអ្នកទាំងគ្នាអនុវត្តនៅការគូក្តីសម័យឬមួយក៏អ្នកទាំងគ្នាទៅសេ script ចាឬមួយក៏អ្នកទាំងគ្នាធ្វើ vision board ក៏បានដែរចាដែលអ្នកទាំងគ្នាត្រូវត្រៀមលក្ខណៈឲ្យហើយរូបថតអីចាអញ្ចឹងគឺអនុវត្តបែបនេះគឺអ្នកទាំងគ្នានឹងទទួលបានការកំងចក្រវាលយ៉ាងជាក់លាក់ដែលធ្វើឲ្យចក្រវាលចាប់បាននៅអ្វីដែលយើងបានកំងហើយនឹងហុចផលមកយើងកាន់តែមានប្រសិទ្ធភាពចូលដល់ជំហានទី4គឺជាជំហានដែលពិសេសគឺអ្នកទាំងគ្នាអនុវត្តនៅការបិទភ្នែកស្រមៃចាទៅដល់គោលដៅដែលយើងបានសរសេរការសាងរូបភាពនៅក្នុងចិត្តអំពីអ្វីដែលយើងបានដាក់ចាថាវាបានសម្រេចរួចរាល់ជារូបភាពរស់រវើកជារូបភាពសកម្មភាពដែលបាននៅកំពុងស្ថិតចាប់កាន់ប៉ះនៅគោលដៅនៃសេចក្តីប្រាថ្នាចាអញ្ចឹងបងប្អូនខ្លះថាអ្នកគ្រូខ្ញុំសាងមនុស្សភាពមិនចេញអត់ចេញរូបភាពអីលេងចាអញ្ចឹងយើងក៏ទៅមើលនៅរូបភាពដែលជាគំរូឧទាហរណ៍ថាក្តីសម័យអ្នកនរគ្នាចាចង់បានឡានថ្មីនៅក្នុងឆ្នាំថ្មីឬមួយក៏ជាលុយកាក់ជាអាជីវកម្មផ្សេងយើងទៅមើលគេបានអានឹងសិននៅក្នុង Facebook របស់យើងចានៅក្នុង social media ថាគេបានឡាននឹងយ៉ាងម៉េចចាគេបានលុយនឹងយ៉ាងម៉េចគឺបានអាជីវកម្មនឹងយ៉ាងម៉េចបានផ្ទះថ្មីយ៉ាងម៉េចចាចឹងពេលដែលយើងទៅមើលវីដេអូបែបហ្នឹងរួចយើងសម័យចេញហើយយើងគ្រាន់តែបំលែងតួអង្គចាគេហ្នឹងទៅជាតួអង្គយើងចាដើម្បីទទួលបាននៅក្តីរំភើបរីករាយនៅក្នុងការដែលយើងសាងរូបភាពនៅក្នុងចិត្តថាយើងបានវារួចរាល់ចឹងអ្នកនរគ្នាអនុវត្តបែបនេះចំនួន5នាទីចក្រវាលនឹងដំណើរការរឿងនោះចូលមកកាន់ជីវិតបន្ទាប់មកចូលដល់ជំហានទី5ចុងក្រោយគឺអ្នកនរគ្នាអនុវត្តនៅការ let it go ចាធ្វើឲ្យវាចាក់ចេញទៅដោយមិនចាំបាច់កង្វល់ខ្វល់ខ្វាយអ្វីទេគឺអ្នកទាំងគ្នាអនុវត្តការគេងលក់ដោយសប្បាយរីករាយចាអញ្ចឹងជាទូទៅមនុស្សខ្លះគឺអនុវត្តច្បាប់ទូទារួចក៏អង្គុយចាំនៅលទ្ធផលថាខ្ញុំទៅសេកំណត់ត្រាគោលដៅរបស់ខ្ញុំប៉ុណ្ណឹងហើយចឹងកាលបានមកនៅពេលដែលអ្នកនរគ្នាចារងចាំចក្រវាលមិនដំណើរការពីព្រោះថាយើងមិនទាន់មានរូបភាពនោះនៅក្នុងចិត្តចក្រវាលដំណើរការរូបភាពដែលមានរួចរាល់នៅក្នុងចិត្តឲ្យមកកាន់យើងអញ្ចឹងយើងត្រូវតែធ្វើការប្រឡែងវាចោលទៅចាចាត់ទុកថាអ្វីដែលយើងបានកំងចាប្រៀបដូចជាការកំងម្ហូបនៅក្នុងភោជនីយដ្ឋានដែលយើងអង្គុយបន្តិចនឹងគេនឹងលើកមកឲ្យយើងនោះចាអញ្ចឹងអ្នកនរគ្នាអនុវត្តបែបហ្នឹងហើយសប្បាយរីករាយហើយក៏គេងលក់ទៅដោយការអត់កង្វល់ដោយចិត្តស្ងប់ដោយក្តីរីករាយដោយក្តីសង្ឃឹមនិងមោទនភាពជឿជាក់ចាអញ្ចឹងយើងហាមមើលទូរស័ព្ទចាឬក៏ធ្វើកិច្ចការអ្វីផ្សេងទៀតចាចឹងគឺជានីតិរៀបចំគេងគឺអនុវត្តនៅ5សកម្មភាពបែបហ្នឹង5ជំហានហ្នឹងគឺធានាថាអ្នកនរគ្នាបានផលហើយអនុវត្តបែបហ្នឹងគឺធ្វើរយៈពេលចា7ថ្ងៃឬមួយក៏21ថ្ងៃទៅតាមក្តីប្រាថ្នារបស់អ្នកនរគ្នាធំតូចចាអញ្ចឹងអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូជូនពរឲ្យបងប្អូនទាំងអស់គ្នាសម្រេចបានផលដោយចិត្តប្រាថ្នាចាចក្រវាលដំណើរការឲ្យលឿនចាហើយបើសិនជាអ្នកនរគ្នាចង់ចូលរួមនៅក្រុម VIP អ្នកនរគ្នាអាចចូលរួមបានចាត្រឹមតែតិចតួចអ្នកនរគ្នាទទួលបាននៅមេរៀននិងការបង្វឹកអនឡាញផ្ទាល់ពីខ្ញុំផងដែរចាអញ្ចឹងកុំភ្លេចចុច Subscribe Channel របស់អ្នកគ្រូផងយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន